Hello. So ini mau bahang remake IDE បន្តិចដើម្បីសរសេរ smart contract ជាមួយនឹង language utility ហើយក្នុងនេះខ្ញុំនឹងបរៀនចេញពី documentation របស់យើងដែលបានសរសេរទុកមុននេះដូចចឹងមកអាចចូលមើលដល់នេះបានហើយមកមើលខ្លួនឯងបានហើយឥឡូវយើងចូលមកមើល link វានេះ remake IDE នេះបងឆ្លង IDE ជាគេ IDE គឺជា Integrated Development Environment ដែលវាជា software មួយឬក៏ជាអាចថាជា software ឬជា web មួយដែលយើងអាចដើម្បីសរសេរ code ផ្សេងៗបានហើយដែលវាមាន tool មាន technology អីសម្រាប់ support យើងក្នុងការសរសេរ code ទាំងអស់ហ្នឹងវាសម្រាប់ដោយ code ធម្មតាអញ្ចឹងបើយើងសរសេរ language ដូចជា C# យើងអាចVisual Studio ឬក៏ language Java យើងអាចIntelliJ IDE អាហ្នឹង IDE មួយវាមានតម្រូវការចាំបាច់និងវាមានតម្រូវការសម្រាប់ language មួយអញ្ចឹង IDE មួយផ្សេងគ្នាអញ្ចឹងដូចអញ្ចឹងក៏ដូចគ្នានេះដែរសម្រាប់សរសេរ smart contract related វាមាន remake IDE មួយដែលមាននៅលើ web ដោយយើងមិនបាច់ត្រូវការ download ជា software ចេញមកទេឥឡូវយើងចូលទៅក្នុង URL មួយនេះចូលទៅ remake.ethereum.org ហើយវានឹង show front page ទីមួយយើងអាចចុច accept ឬ decline សេចក្ដីរបស់យើងតែខ្ញុំសូមចុច decline សិនពេលចូលម្ដងគេនឹងបង្ហាញពីរបៀបប្រើ remake ខ្លះៗហើយថានេះយើងអាច follow តាមគេបញ្ចូលពី compiler ហើយនឹង deploy អញ្ចឹងពេលចូលមកយើងឃើញ home page យើងចាស់ហើយយើងអាចបិទវាហើយមកមើលពី folder 3ដែលមាននៅក្នុងនេះក្នុង file explorer ហ្នឹងមាន folder contract folder script និង folder test folder contract គឺសម្រាប់សរសេរ contract solidity របស់យើងវាហើយ file solidity គឺបញ្ចប់ដោយពាក្យ .sol default ហើយយើងអាចចុចលើវាដើម្បីមកមើល code នៅក្នុង file ហ្នឹងហើយក្រៅពីនេះយើងមាន script គឺជា script language ដែលគេសរសេរដោយប្រើ language TypeScript យើងឃើញថាវាបញ្ចប់ដោយ .ts អញ្ចឹងគឺតំណាងឲ្យ language TypeScript ហើយពួក script ទាំងអស់នេះគឺវាគឺគេសរសេរទុកឲ្យយើងហើយស្រាប់ហើយដើម្បីឲ្យយើងមានងាយស្រួលក្នុងការ deploy contract របស់យើងចូលទៅក្នុង Ethereum network អីឬក៏ testnet របស់យើងដោយសារតែគេសរសេរទុកឲ្យស្រាប់ហើយយើងមិនបាច់ត្រូវការសរសេរបន្តទៀតទេតែយើងគ្រាន់តែអាចចូលមើលតិចតួចបានតែយើងកុំសរសេរអីលើហ្នឹងក៏បានហើយម្ដងនេះគឺ test នេះគឺសម្រាប់សរសេរ test សម្រាប់យើងសរសេរ test របស់យើងហ្នឹងឧទាហរណ៍ថាយើងសរសេរ smart contract ឲ្យមួយអញ្ចឹងយើងត្រូវការធ្វើ test វាដើម្បីឲ្យដឹងថាវាអត់មានបញ្ហាមាន bug ឬក៏មាន security issue អីដែលអាចឲ្យគេ exploit បានអញ្ចឹងយើងអាចមកសរសេរ test ទុកមុននឹងយើង deploy វាទៅចូល public network ហើយ test នេះជាច្រើនតអ្នកជំនាញខាង develop អីតិចបានយើងសរសេរបានតែបើយើងអត់សូវចេះយើងអាចជួគេអ្នកដទៃមកធ្វើ test មកធ្វើ audit បានដូចគ្នាគេ back មកមើលក្នុង folder contract យើងវិញយើងមាន file 3ដែលគេបង្កើតហើយមាន file storage ក្នុងនោះនឹងបានដល់តែបើខ្ញុំឃើញរបៀប4សារខ្ញុំបង្កើតទេនឹងបាច់ទេសំខាន់គឺ3នេះដែលគេបង្កើតហ្នឹងហើយគេឧទាហរណ៍ storage ស្រួលជាងគេវាមានតែ2គត់បញ្ចូលមកវាមានតែប្រហែល line ទេបើ owner រៀងច្រើនបើ ballot នេះកាន់តែច្រើនខ្លាំងហើយវាញ៉ៃយើងអីតែអញ្ចឹងខ្ញុំយកតែ file storage មកនេះហើយសិនបើយើងចូលមកក្នុង file មួយក្នុងជួរទី1ដែលគេ import គឺគេមាន license យើងបញ្ជាក់ពី license របស់វាគេមាន SPDX license ហ្នឹងយើងអាចបញ្ជាក់ថា file ហ្នឹងជា license ប្រភេទមួយ license ហ្នឹងយើងអាចថាជា license open source ឬ license បិទឲ្យគេយកទៅប្រើឬអីចឹងព្រោះទៅពេលដែលយើង deploy smart contract ចូលទៅក្នុង blockchain network ទៅគឺគេមើល code របស់យើងមកទាំងអស់ហើយគេអាចយកទៅប្រើបានអញ្ចឹងតែបើយើងចង់ protect ថា code ហ្នឹងខ្ញុំដាក់ save ខ្ញុំតែដាក់ license អីយើងអាចដាក់ license លើហ្នឹងទៅបើសិនជាអ្នកដទៃលួចយក code របស់យើង smart contract យើងទៅប្រើយើងអាចចាត់ការតាមវិធីផ្លូវច្បាប់តាមនេះបន្ទាប់ពី license យើងដល់កន្លែងនេះគឺមួយជួរមួយនេះគឺបញ្ជាក់ពី solidity
command utility នេះគឺចាក់ពី compiler version compiler មកថាយើងចង់ប្រើ version compiler ទីប្រហែល 2.0.8 ទៅឬដូចក្នុងនេះគេប្រើ version 2.0.8 ទៅរហូតដល់ទូជាង 0.9 បើយើងមកមើលកន្លែង compiler ឃើញថា Solidity version ថ្មីបំផុតគឺ 0.8.19 អញ្ចឹងវាអស់ធំដំណឹងហើយក្នុងនេះគេអាចថាគេប្រើពី 0.2 ទៅអញ្ចឹងន័យថាយើងអាចប្រើ compiler ពី 0.2 ទៅគឺតែគឺអាច compile file នេះបានតែបើយើងប្រើ 0.8.0 ឬ 0.8.1 ហើយអត់ដែរបើប្រើខុសហ្នឹងកាន់តែអត់ដែរទៀតកាន់តែមិនជាងមួយមុខអញ្ចឹងបើសិនជាគេដាក់បញ្ជាក់ថាយកពី version 0.8.2 ទៅដល់ពេលយើង compile យើងត្រូវយក version 0.អាណាធំជាង 0.8.2 ទៅហើយទូជាង 0.9 យើងអាច compile អានឹងបានដែរតោះមកចូលមកដល់នេះគឺ contract ក្នុង file solidity មួយត្រូវតែមាន contract មួយបន្តដល់ឈ្មោះចុះទៅឈ្មោះ contract ហ្នឹងឈ្មោះនេះគឺយើងអាចដាក់ឲ្យបានហើយតែមានគ្នាមួយបិទធំចិត្តហើយកូដទាំងប្រមាណនេះគឺនៅក្នុង contract ហ្នឹងគឺថានេះជា variable អានេះជា function អានេះជា function ហើយ function ហ្នឹងនេះវាមានកូដនេះមានខ្លីកូដនេះមានតែមួយ variable ដូចជារបៀបសម្រាប់ store data ទុក data នៅលើ smart contract ហ្នឹងហើយអានេះ function នេះគឺសម្រាប់ change data ហ្នឹងដូចថាយើង call function ពី care មកយើងចង់ change data វានៅក្នុង smart contract ហ្នឹងទៅជាអីផ្សេងហើយចំពោះ function retrieve នេះគឺជា function ដែលទាញយកតម្លៃ data ដែលមាននៅក្នុង smart contract ហ្នឹងឥឡូវយើងមកសាក compile វាលេងដល់យើងចូលទៅកន្លែង compiler នេះចូល Solidity compiler យើងខុស version មកវាខ្ញុំអាចប្រើ18បានហើយចុច compile ពេលវា compile ហើយវានឹង load tick ឡើងនេះយើងអាចមើលបានហើយវានឹងឲ្យ ABI និង bytecode bytecode នេះគឺជា code ដែលបន្ទាប់ពី compile ហើយដល់ពេលដែលយើងយកវាទៅ push ចូលទៅលើ smart contract push ចូល network blockchain នេះហ្នឹងយើងអាចវា push bytecode នេះទៅចូលទៅក្នុង network ចូលទៅក្នុង Ethereum network ឬ testnet ដែលយើងប្រើហើយ bytecode ហ្នឹងគឺមានតម្លៃញ៉ៃៗចឹងឬដូចយើងមើលទៅឃើញថាតម្លៃវាញ៉ៃៗច្រើនយើងអានអត់ដាច់តែមានតែ computer ដែលអានដាច់បើតែ ABI គឺជាតម្លៃដែលយើងអាចអានដាច់វិញបើយើងចុចខ្ញុំសាក copy paste វាអត់អីទេឃើញថា data វាអានដាច់ហើយវាស្រួលអានជាង bytecode អានេះគឺសម្រាប់ឲ្យមនុស្សអានេះគឺសម្រាប់ឲ្យកុំព្យូទ័រហើយនៅពេលដែលយើងត្រូវការពេលយើង deploy smart contract ហ្នឹងហើយយើងត្រូវការយកវាទៅថតយើងចង់ប្រើវា communicate ដូច front end អញ្ចឹងយើងចង់ហៅ smart contract មកអីយើងត្រូវការ ABI នេះតោះពីហ្នឹងចូលមកមើលកន្លែង deploy វាឲ្យដំបូងផុតគឺយើងហៅ environment មាន injective provider និង remake VM ហើយអ្វីដែលយើងប្រើច្រើនគឺប្រើអានេះហើយអានេះគឺរស់នៅលើកុំព្យូទ័ររបស់យើងមានន័យថាលើ local machine របស់យើងអាចប្រើវេទនាបានហើយដល់ពេលដែលយើងចុចចូលហ្នឹងទៅគឺគេបង្កើត account ឲ្យយើងច្រើនតែបង្កើត10 account ហើយដាក់លុយក្នុង100 Ether គ្រប់ account មកaccount នេះមាននៅក្នុងកុំព្យូទ័ររបស់យើងទេអត់មានតែគេយកប្រើបានទេអត់មានតែគេ check បានទេតែអានោះពួកវាគ្រាន់តែសម្រាប់ឲ្យយើង testing អញ្ចឹងឲ្យយើង deploy test អញ្ចឹងមិនវាអត់អីហើយអូសចោលផងវិញយើងប្រើ account យើងអាចដាក់ gas limit អាចដាក់ value ហើយEther ឬអីនេះຂະຫນាតរបស់គេទេបើយើងឆ្ងល់យើងអាចសើចពីកតា8របស់ Ether ទៅវាមាន friendly giveaway ឲ្យបីបាច់ខកពីនេះទេយើងមកហឹក contract របស់យើងដែល compile ហើយគឺមានមួយយើងអាចចុច deploy បានហើយយើងអាច publish ទៅ IP address មួយទៀតបានតែមិនបាច់ទៅដល់ហ្នឹងទេយើង deploy ធម្មតាទៅតែចុចប៊ូតុងលើនេះយើងមកមើលកន្លែង console យើងឃើញថាវាបានពិតជា deploy ទៅស្រាប់ទាំងមែននេះវា true ហើយវា check ហើយពេលដែល deploy ហើយយើងអាចមក test លេងបានគឺយើងអូសចោល Chrome ផងមកឃើញ deploy contract នេះយើងចុចលើប៊ូតុងមួយនេះវានឹង show ថា
មាននឹង show function 2នៅក្នុង smart contract នឹងគឺ function ទី1គឺ sell data function ទី2ទទួល data ទាញយក data វិញឥឡូវខ្ញុំមិនទាន់បានដាក់ sell data ចូលនៅក្នុង smart contract នេះបើសិនជាខ្ញុំចុច call តម្លៃ data គឺឃើញ0នៅនេះឡើងគឺឃើញ0តែបើសិនជាខ្ញុំ sell លេខ data ចូលខ្ញុំចុច store ចុចទៅមានថាលេខនេះបាន sell ចូលទៅក្នុង smart contract ហើយបាទនៅក្នុង maintain ដូចជា network maintain network Ethereum maintain ឬក៏ testnet អីដែលវា online បើសិនជាយើងចុច store ហ្នឹងគឺវាត្រូវការ see gas fee អាហ្នឹងដូចយើងចង់ change state ឬក៏ change អីនៅក្នុង smart contract គឺត្រូវការ pay gas fee រហូតបើយើងមក check មើលឡើង console របស់យើងនៅលើនេះនេះឃើញថាពេលដែលយើងចុច store នេះ store លេខ56នេះ data center នេះ data center 56នេះគឺធ្វើការចំណាយអស់ 40,000 gas fee ឬ cost 20,000 gas fee និង gas 50,000 អញ្ចឹងសរុបចូលទៅវាជិត 10,000 gas ដែរអានោះមកនៅក្នុងជាលុយមែនតើអាចប្រហែលថ្លៃដែរឬមិនខ្ញុំស្អីច្បាស់តម្លៃវាមិនតែណាខ្ញុំគិតបាត់ដែរអញ្ចឹងយើងមកមើល retrieve ឃើញ retrieve ឃើញថា data យើងបានពិតជា update មែនក៏ជា save យកនៅក្នុង smart contract យើងមែនក្រៅពីយើង deploy ចូលនេះហើយយើងអាចមកតេស្ត deploy ចូលទៅក្នុងonline network មែនតើចុះដល់យើងដំបូងយើងអាចប្រើ MetaMask ព្រោះពួកយើងបានបរៀនប្រើពី MetaMask ហើយនៅពេលដែលយើងចូល MetaMask ហើយយើង change network យើងហៅ Goerli test network នេះកុំប្រើមែនទេបើយើងអត់ឃើញនេះទេយើងចុចឡើងនេះទៅវាមានគេនឹង show ឲ្យយើងមក show test network យើងចុច turn on ទៅយើងបើកបនទៅវា load មកនៅនេះ test network mainnet ហើយយើងប្រើ testnet ព្រោះបើសិនជាយើងប្រើ mainnet អស់លុយឡើយយើងប្រើ test ទៅដើម្បីងាយស្រួលក្នុងការតេស្តហើយ Goerli នេះបើបងខ្វះអីបងអាចមក check មើលនេះគឺមានរបៀបដើម្បីទាញ Goerli ETH ហ្នឹងមកប្រើដាក់ក្នុង account នេះឬក៏ចូលក្នុង link នេះយកមកចូលក្នុង link នេះមកដល់សាច់ sign up ហើយយើង copy address របស់ Goerli យើងដាក់ចូលនេះទៅហើយចុច send ទៅវានឹងចូលវានឹង send 0.1 Goerli ចូលក្នុង account របស់យើងហើយយើងអាចយក Goerli ហ្នឹងតាមបានឥឡូវដូចនេះខ្ញុំភ្ជាប់ហើយនេះ Goerli របស់ខ្ញុំ 0.953 នេះខ្ញុំជួយ injective provider យកបោះ MetaMask ទៅវាចេញដំណើរអានេះបងខ្ញុំមាននៅក្នុង Maintain អានេះមាននេះគេទាញមកអញ្ចឹងខ្ញុំអាចចុច deploy បានអានេះ deploy ទៅចូលទៅ network online មែនតើដែលវាស្តៀងនឹង Ethereum mainnet ដែរតែអានេះវាអត់ប្រើលុយយើងមែនតើស្ទើរវាសម្រាប់តែតេស្តអីចឹងហើយយើងអាចចុច deploy វានឹងឲ្យ MetaMask នឹងឲ្យយើងទៅជួយ sign contract ចុច confirm ទៅនេះគឺវាបាន push ទៅចូលក្នុង Goerli testnet ហើយយើងអាចមើលនៅលើ Etherscan បានហើយអានេះវាអាចដូចមែនតើអញ្ចឹងវាត្រូវចំណាយពេលដើម្បី process ដើម្បី mine អីដើមអញ្ចឹងមើលទៅប្រហែលខ្ទង់20 second អីវានឹង confirm មកនេះតែ5 second នេះ10 second គឺ successful យើងអាចមើលថា from to នេះគឺ from នេះ account របស់ខ្ញុំនេះ AB630 មួយយើង AB6 គឺ account នឹងមកខ្ញុំអានេះជា address របស់ smart contract ហ្នឹងដែលយើងបង្កើតហើយយើងអាចចុចលើនេះយើងមើលឃើញថា smart contract នេះបានបង្កើត40 second មុនហើយចេញពី account របស់ខ្ញុំហើយអ្នកដទៃគេចង់ interact ជាមួយ smart contract របស់ខ្ញុំគឺគ្រាន់តែយក smart contract នេះហ្នឹងគឺយក address នេះហ្នឹងaddress ហ្នឹងទៅគឺគេអាច interact ជាមួយ smart contract របស់ខ្ញុំបានហើយឧទាហរណ៍ថានេះខ្ញុំ copy smart contract នេះខ្ញុំចូលមកឡើងនេះខ្ញុំចង់ឲ្យ load ឡើងនេះគឺ load smart contract ចូលទៅក្នុង remix IDE យើងអញ្ចឹងខ្ញុំផាស smart contract នេះទៅខ្ញុំចុចទៅវានឹង load ម្ដងនេះហើយនៅពេលដែលខ្ញុំឧទាហរណ៍ថាខ្ញុំដូរលេខខ្ញុំ
chọn sale lấy nhung được tiêu theo lấy số ta nhung chọn sale lấy hàng buồn nhung anh ấy cứ bị sao làm nào ra đôi tôi em than chứ ai confirm ai bị đăng kết gas video nhung nhung cho mưa đó vì phong tập pending đi pan hơi đấy người ta thích hơi ai cho thêm nữa nhịp bàn để transaction hasil đóแต่khi ở đây để dừng một check vừa lại đi với nhé chỉ nông interscan nữa cho những cái này chia testnet chẳng cứ cho đợi của đi đó interscan nó mình interscan mình ta anyway giờ là refresh mất mong hai tí tiết lại nhận khơi thằng xem ta liên chung là vậy chung là đi những view on explorer nhé chúng này về mà phải kẹp gas video mà nhé kéo về ở sàn bờ như là check nó sẽ lên to address này gas video nhóm này contract bọn nhóm mình chích phải học trong tập bài của mình trên method store này function store này được dùng make mọi dưỡng function store này để dùng kho nó cứ reload cho mọi những đồng tiền nghe những anh mơ ban anh mơ đi theo mơ ban nữa đây lấy bên trong retrieve data mới vì mà này cứ hàng buồn cứ bắt ban sale là chẳng nghĩทำ remake នេះគឺគេមានគេបង្កើត standard contract ដូចឧទាហរណ៍យើងត្រូវការធ្វើ NFT ERC 721នេះជា NFT ឧទាហរណ៍យើងត្រូវការ say NFT អញ្ចឹងយើងអាចមកមើល standard contract របស់ OpenZeppelin នេះបានថាយើងត្រូវការធ្វើខ្លះដើម្បីសរសេរជា NFT មួយឬក៏យើងចង់ save ជា token យើងអាច save ERC20 នេះយើងអាចមក check មើលថា ERC20 ត្រូវការធ្វើគេដើម្បីសរសេរជា token របស់យើងបានហើយវាមានដូចជាមានមួយទៀតដូចថាយើងខ្ជិលអត់សូវយល់ឬក៏អត់សូវចេះសរសេរអីយើងអាចប្រើ wizard នេះរបស់វានេះយើងអាចចូលមកវាមានcustom ប្រមាណនេះឲ្យយើងប្រើបើយើងចង់សរសេរ token ខ្លួនឯងអញ្ចឹងយើងប្រើ ERC20 and then យើង add feature របស់វាមួយដល់នេះខ្ញុំចង់ដាក់ឈ្មោះ token របស់ខ្ញុំហើយ symbol token ហើយខ្ញុំអាចឲ្យវា min បានខ្ញុំអាចឲ្យវា burn បានឬក៏ pass បានអាចប្រើជា vote ជា role ជាអីបានអញ្ចឹងគ្រាន់តែចុចមកវា generate ឲ្យស្រាប់យកមកអាហ្នឹងសម្រាប់អ្នកដែលគេអត់សូវចេះសរសេរ code អីគេអាចគ្រាន់តែចុចប៉ុណ្្នឹងហើយយើងអាច change អីពីទួចចុះនេះសម្រាប់ NFT ERC 721នេះសម្រាប់បង្កើត NFT collection ឬ NFT របស់យើងដែលគេយើងឃើញម្ដងនៅក្នុង OpenSea អញ្ចឹងគឺដំបូងយើងអាចដាក់ token ឈ្មោះ token symbol វាហើយយើងដាក់ base UI ហ្នឹងដូចយើង store វានៅណាអញ្ចឹងបើសិនយើងប្រើ EPFS យើងអាចដាក់ base token វា base UI វាជា IPFS ហើយឈ្មោះdomain របស់យើងចុះតែបើយើង store វាលើ storage ធម្មតាដូចជា storage Google ឬក៏ AWS អីយើងដាក់អាហ្នឹងឲ្យត្រូវមកវានឹងចាប់ទៅវានឹងពេល smart contract ហ្នឹងវាទៅចាប់យកអាហ្នឹងមកហើយកន្លែងនេះយើងអាចឲ្យវាមានបានដូចមុនអញ្ចឹងយើងអាចឲ្យគេ min NFT របស់យើងបានហើយយើងត្រូវការ increment ID របស់វាយើងអាច burn NFT នឹងបានយើងអាច post វាបានដូចថាគេយើងអាច post វាកុំឲ្យគេទិញកុំឲ្យគេ min បានតអញ្ចឹងយើងអាចធ្វើផ្សេងបានច្រើនហ្នឹងអញ្ចឹងបើសិនជាបងចង់ check មើលរបៀប say smart contract standard អីយើងបងអាចមកមើលក្នុងនេះបានហើយក្នុងនេះវាមាន standard 3ដែលវាដាក់ឲ្យ4ទាំងអស់4តែ governor នេះរៀងជ្រៅតិចអ្នកខ្លះដូចបើស្គាល់អាចប្រហែលស្គាល់អ្នកខ្លះប្រហែលអត់ស្គាល់អញ្ចឹងខ្ញុំអត់និយាយទេឥឡូវ back មក remake របស់យើងនេះយើង deploy ហើយនៅលើ sorry យើង
យើង deploy ហើយនៅលើ computer របស់យើងអាច retrieve វាទៅឃើញថា data វា update មែនហើយយើងមកមើលក្នុង console log របស់យើងក៏ log របស់យើងក៏យើងឃើញដែរថាអីនេះមានតែគេ test deploy ហើយមានបញ្ហាឥឡូវខ្ញុំមក deploy នៅលើ testnet របស់យើងវិញគឺ online test ហ្នឹង online network ដែល online ហ្នឹងតែសម្រាប់ធ្វើការ development សម្រាប់ធ្វើការ test ហើយខ្ញុំ deploy វាដោយប្រើ MetaMask របស់យើងខ្ញុំជុំដងទៀតខ្លាចបងអត់តនេះគឺដំបូងគឺយើងមកចុចinjective provider វិញយើងអានេះសម្រាប់ local ទេ remake VM ហ្នឹង local របស់យើងតែមកប្រើ provider របស់យើងវិញពេលចុចទៅគេនឹងឲ្យយើងប្រើ wallet របស់យើងហ្នឹងយើងអាចចង់ប្រើ Coinbase ឬក៏ MetaMask បើសិនជាយើងមាន MetaMask វា load ទៅ MetaMask អូតូតែសារខ្ញុំមាន2នៅលើ browser ខ្ញុំអញ្ចឹងខ្ញុំឥឡូវខ្ញុំសម្រេចប្រើ MetaMask ពេលខ្ញុំចុច MetaMask មកវាខាងនេះ online មកឃើញចាំតែមួយសុំដូរ screen តិចមើលអត់ឃើញអូខេមកប្រើ inject provider វិញមិនពេលចុច inject provider ទៅវា load 2ជាបើយើងមាន Coinbase ឬក៏មាន MetaMask wallet វានឹង load 2ជាឲ្យយើងប្រើថាយើងចង់ប្រើមួយណាតែឥឡូវនេះថ្ងៃហ្នឹងយើងប្រើ MetaMask ចុះព្រោះយើងរៀនពី MetaMask ច្រើនហើយអញ្ចឹងពេលខ្ញុំចុច MetaMask ទៅវានឹង load មកឲ្យខ្ញុំប្រើ account ម្ដងតែ account មួយណាដែលយើងចង់ប្រើដើម្បី deploy ទៅបើយើងប្រើ account ហ្នឹងគឺកាត់ fee ចេញពី account ហ្នឹងឈប់ click ដូរ network មិនចូល Ethereum man network មុននឹង deploy យើងចុចដូរ network ផងណាដូរមក Goerli testnet ឬក៏អីដូរមក Goerli testnet បាន deploy បានអត់អស់លុយច្រឡំតែ mainnet អស់លុយដាច់ឡើយទៅGoerli អញ្ចឹង Goerli របស់ខ្ញុំវាមាន 0.9 ETH នៅក្នុងហ្នឹងហើយនៅ account របស់ខ្ញុំហើយខ្ញុំអាចចុច next ហើយឲ្យ connect វាទៅអញ្ចឹងឥឡូវ account ខ្ញុំគឺភ្ជាប់ហើយនេះអញ្ចឹងមើល network របស់ខ្ញុំអាច change account ខ្ញុំបាននេះ account របស់ខ្ញុំមានតែមួយទេគឺ 0.9 នេះហើយខ្ញុំអាច deploy វាបានអានេះពេលយើង deploy ទៅគឺឃើញថាយើងគឺគិត gas fee មែនវាគិតនេះបើសិនយើង deploy ក្នុង mainnet គឺវាគិតប្រហែលគ្នាប៉ុណ្ណឹងអញ្ចឹងនេះក្នុង testnet វាគិតអស់តិចដែរអញ្ចឹងយើងអាច confirm ហើយយើងអាចទៅមើល contract របស់យើងនៅលើ Etherscan បានពេលយើងចុច control ចុច deploy ទៅវានឹង load link មួយនៅក្នុង console របស់យើងប្រាប់ថាcontract យើង deploy ទៅខាងណានេះអានេះចំណាយពេលប្រហែលមួយ second នេះមកវា load ទៅនេះសារយើង deploy ចូល online មែនតើចូល network online អញ្ចឹងរៀងយូរតិចបើយើងដាក់លើ local យើងស្រាប់ចុចភ្លាមទៅភ្លាមហើយអញ្ចឹងនេះយើងមកមើលលើ Goerli អានេះGoerli Etherscan អានេះមិនសម្រាប់ mainnet អានេះសម្រាប់ test network យើងមកមើលនេះបានក្នុងនេះដូចជាអត់តន់ហើយនេះរៀងយូរតិចព្រោះ deploy ម្ដងប្រហែល 5-10 second ទៅ 30 second អីនេះអានេះបានវា success ហើយម្ដងនេះបាននេះ smart contract របស់យើង smart contract យើងបើយើងមើលក្នុង Goerli មើលក្នុង Etherscan account យើងធម្មតាគឺគេដាក់តែលេងចេះឯងគេអត់មានអីដាក់អីពីមុខទេតែបើសិនជា smart contract គឺដាក់ពាក្យ contract ពីមុខចេះទាំងអស់គឺមាន icon ទូចមួយហើយពេលយើង hover លើវាទៅវានឹងដាក់ពាក្យ contract ហើយអញ្ចឹងន័យថាហ្នឹងវាជា smart contract យើងអាចបើកមើល smart contract នេះក៏បានcontract creation អីជាដើមហើយក្នុង contract ហ្នឹងមាន balance មានអីអត់ឬក៏មានអីចឹងហើយ deploy ចេញពីណានេះ deploy ចេញពី account របស់ខ្ញុំនេះដល់តាមហ្នឹងមានសំកាត់តិចដោយសារតែខ្ញុំ
flick នឹកឃើញថាអ្នកនរគ្នាដូចជាអត់ទាន់មាន goalie នេះទេថាអញ្ចឹងយើងអាចចូលមក website នេះទៀតដើម្បី collect goalie យកទៅតេស្តរបស់យើងចូលបាទហើយសម្រាប់អ្នក Discord ចាំខ្ញុំ copy ឲ្យបើថាអត់ចេះដកអាហ្នឹងអីចាំខ្ញុំជួយបាញ់ឲ្យបានតម្លាក់ address តិចមកចាំខ្ញុំបាញ់0.1បាទហើយម្ដងនេះគេនឹងឲ្យយើង log in អីយើងបង្កើត account log in ហើយយើងអាច copy address របស់យើងដាក់ចូលនេះមកហើយ verify មួយវាទៅហើយពេល verify ហើយយើងអាចចុច send ទៅវានឹង load ចេះមកអញ្ចឹងន័យថាវា send ហើយយើងមកមើល smart contract ច្រឡំមកមើល account របស់យើងនឹងឡើងលុយឡើង goalie ហើយ goalie ហ្នឹងគឺយើងប្រើសម្រាប់តែ test អីសម្រាប់តែ deploy test ឬក៏ development របស់យើងអាចប្រើទៅទិញលក់ហើយតែឥឡូវដូចឃើញគេប្រើទិញលក់ទៀតតែ100 goalie ប្រហែល100 goalie ដូចជា10 VA ណាអញ្ចឹងវាទៀងថោកដែរតែវាចាំមានតែគេយកទៅប្រើច្រើនគេប្រើតែ1 2ហ្នឹងអស់បាត់ហើយដើម្បី deploy ចង់ប្រើចង់អស់អញ្ចឹងបងអាចសាកទៅ collect goalie នេះហើយសាក deploy លេងក្នុងនេះទៅខ្ញុំអាចចាំបានអ្នកគេមានចំណងអីអាចសួរបានខាងអ្នក online អីជាដើមបើថាធ្វើអត់បានទេអាច send address របស់មកចាំខ្ញុំបាញ់ទៅ 0.1 អីបងបើសិនជាបងហៅ like បើក testnet ឃើញយើងបើកឥឡូវយើងចូល setting វាមកយើងបើក MetaMask ចូល setting ហើយនៅក្នុង advanced ហើយ scroll ចុះក្រោមតិចមកយើងឃើញឡើងនេះវា show testnet បើហើយចុចបើកវាទៅវានឹង show Sepolia ជាមួយនឹង goalie network ឲ្យយើងមិនបាច់ add ខ្លួនឯងអានោះវាមានស្រាប់នេះពេល deploy ទៅវា load ដកលុយដកអីក្នុងនេះហើយវាដាក់ពាក្យ contract deployment ឲ្យបាទបងតែតែបងហ្នឹងបាទអាហ្នឹងយើងចូល like setting វាចូល advanced នេះឲ្យបង scroll ចុះក្រោមតិចឃើញ like ពាក្យ show test network នេះអាហ្នឹងវាមកស្រាប់ហ្មងមាន network 2 Sepolia ជាមួយនឹង goalie ហើយនឹង local host របស់យើងទាំងអស់3ចំនួន2តែឥឡូវគ្នាយើងសាកយក goalie នេះតិចសិនទៅដើម្បី deploy ម្ដងទៀតហើយប្រហែលអាទិត្យក្រោយអីចាំយើងរៀនពីរបៀបធ្វើ token នឹងឯងអានេះ token ដែលខ្ញុំបានធ្វើហើយមាននៅក្នុង document ដែររបស់យើងដែរហើយខ្ញុំដាក់ឈ្មោះ Dream token អញ្ចឹងយើងអាច add custom token ឲ្យបានមាន balance អីអញ្ចឹងទៅក្រោយយើងនឹងរៀនពីរបៀបធ្វើ token នឹងខ្លួនឯងហើយយកទៅ deploy ប្រើ smart contract ទៅអីបាទ smart contract អីចឹង smart contract មកបងចូល goalie Ether scan ហ្នឹងហើយបោះ token smart token យើង deploy ទៅវានឹងចេញនេះមកវាមាន token វានេះវាជា token យើងប្រាប់វាថាជា ERC20 ទៅវា load ជា token ជាអីមកប្រាប់យើងនេះរបស់យើងដែលបង្កើតនេះវា load ពាក្យនេះមកក្នុង Ether scan ហើយទឹកក្រោយគ្នាយើងរៀនបង្កើត ERC token ហ្នឹងដែរ deploy ទៅអញ្ចឹង
dương bài MetaMask dương cho lại nhiều dương chụp lên đi thôi cho setting xong cho nó setting nó advanced dương off chọc hồn tính máu vì mình biệt show test network này vậy hay dương ai bật show lại nâng tới để bây dương ba khai viên bằng load smart network bay như thế được chỉ gọi lý sẽ po liên bằng local test và dương bắt năng tới việc upload đặt bay năng ảo dương hơi chẳng sầm rạp ca thua test ấy dương thực dương phở gỗ đi tới chẳng dương chụp bài bị mất nhưng ai chơi network bị bàn thì chỉ gỗ lý bọn hỏi nơi nè nơi on-site thôi ở đấy chẳng dương mà sạ deploy cho testnet dương một đoạn tiết chẳng tờ 4 cứ dương biểu chờ lòng cứ dương compile solidity bao dương smart contract bao dương tôi bị dương cho compile thấy bị load thick lại ní dương compile thấy dương cho được khang deploy hay dương khởi injected provider hay viên thằng ơi dương rồi nẹp wallet bao dương rồi sao ta nhung chụp cho mỗi MetaMask sẽ chẳng tới video mà MetaMask dùng một việc khảo MetaMask bao nhiêu start đòi ba lại miếng năng mình năng chăm tích này đang nhìn khi chẳng bà đi kháo dương một mơ lại gas limit mùi vào vô đi miền vì ấy bỏ dương cho lại như ấy dương ai check mơ ban vào cái hai iter đấy anh conversion vì miền snap vì ở đang chỉ snap bọc vì snap bọc biết mà iter vì mà lần cái gì milli finti là miền thị trấn là snap tôi phát từ vì WEI đi à nó mưa ná xuống mưa tí và đang đôi mặt lộ miền mà bên đấy rồi gas viết off thao cả lắm dương miền chùm ngon lại Qatar gas ấy khi cái lại ní cái đại miền Gigavi rồi Finley đồng Ether trong ra cái phở tập phía sáng cái phở tập buồn năng này hay bảo dương mà trong đăng mui Qatar viên tầm lại mán nhưng mà check mường đi mất Qatar ví cứ Qatar tôi import là miền tầm lại cho những cái bờn bạch compare được Ether tôi không cái mùi mà Ether mà pon Finley rồi mà pon Finley với mà đằng Ether mà đằng bọc xoay con mà nó zone của mà nó bọc Gigavi hay mà đau vì chẳng người ta tại cái phía chậm họ chờ những cái miếng ví Gigavi Finley hay năng Ether họ đã bệnh và đã buồn năng người ta buồn năng vì miền người ta đi không những năng điện cái đồ Grand Matter Getter Tether này chẳng dương người ta dương thử vô miền đạp Ether Finley hay Gigavi năng vì này chúng các cái phần này tiết kiệm KV kilo ví rồi tại mơ nông gas phí cứ kia phía sau cái phần là vi với Gigavi này dùng mà mình lấy xuyên ở trăm ở đây đây rồi sau này ta phải khi cắn ba năng này ba đi trình này năng default gas limit dương ai trên mà
nè ở lấy dương mà sẽ deploy smart contract dương tọa pin đi hay dương ai chơi deploy biết đó dương chơi deploy tới 200 mình tích bằng việc deploy tới đó smart contract chẳng dương compile ấy hay dương chơi deploy lên đó chẳng việc thằng ao dương sign contract sign a lời metamask confirm tới việc thằng deploy tới rồi chẳng trăm ba hai PM đọc second tới 30 second ấy mình việc load theo việc deploy successful lấy việc load theo chẳng mình phải đọc second này việc load theo việc successful ấy ngay tầm mơ smart contract bảo dương bán rồi lấy việc bùng chop indexing như là việc deploy tới hỏi tại việc bùng chop indexing chẳng lấy successful đấyนี่ timestamp 19 second rồi nhưng mình 3-5 second muốn đi nhưng đònนี้យើងអាចមើល address របស់ smart contract យើងអាច copy វាទុកបើសិនជាយើង deploy មែនតើយើងត្រូវតែ copy address នេះទុកដើម្បីឲ្យអ្នកដទៃគេអាចប្រើបានឬក៏អីចឹងបើសិនជាឲ្យ copy វាទុកគេអត់ដឹង send គេ call function call អីធ្វើមិនទេហើយយើងមាន contract address ហ្នឹងទៅគេ call function ទៅ address ហ្នឹងវាមាន smart contract អញ្ចឹងវានឹងធ្វើ function នឹងភ្លាមទៅតាមដែល smart contract យើងមានចឹងយើងអាច deploy បានហើយទាំងអស់គ្នាដែរអាចមើលឃើញថាវាបាន deploy ហើយយើងវានៅលើ Etherscan Goerli អីហ្នឹងជារបៀប basic deploy របស់ smart contract ហើយមួយទៀត account Goerli យើងក៏អាចទៅ check មើលនៅក្នុង Etherscan នេះបានដែរតែយើងដាក់ goerli.etherscan មិនចេញអានេះសម្រាប់ account Goerli យើងអាចចូល goerli.etherscan ទៅយើងមកមើល activity ឲ្យយើងបានដូច Etherscan មែនតើហ្នឹងព្រោះ Goerli ធ្វើមកគឺដូច Ether គឺធ្វើដូច Ethereum មែនតើហ្នឹងប៉ុន្តែវាសម្រាប់ធ្វើតែ test អញ្ចឹងហើយរបៀបvalidator mechanism អីដែលមាននៅក្នុង Ethereum ក៏វាមានដែរយើងអាចហ៊ាន stack ហ៊ានអីបាននៅក្នុងហ្នឹងតែព្រោះ Goerli បាក់ហោតិចតើយើងទិញគេយកមកការ Goerli វាថ្លៃវាមិនថ្លៃវាលក្ខណៈ limited ហើយបើសិនជាខាងក្រុមហ៊ុនដែលគេធ្វើអាហ្នឹងគេឲ្យយើងដែរតែគេឲ្យម្ដង 0.1 ដើម្បី test អញ្ចឹងដល់ពេលយើងធ្វើការ stack ធ្វើការ32 stack ហ្នឹងអញ្ចឹងនិយាយទៅតើយើងទិញគេយកមកពេលយើង deploy ហើយយើងយក smart contract យើងបាទ អត់បាច់ដាក់វាទៅលំវាមកពេលដាក់ទៅវាទៅលំណាបើមើលបងពេលបងចុច deploy ទៅបងមើលឡើងនេះខាងក្រោមនេះណាចូលយកក្រោមបើមើលខាងក្រោមនេះវាមានone meter scan ឲ្យចុចលើនោះទៅវាចូលទៅ link ហ្នឹងលើ scan គឺយ៉ាងមួយនេះតាមទៅដល់ទៅឃើញនេះមកបងអូនឡៃdeploy ចូលនេះ deploy ហើយការប៉ា deploy ឲ្យនេះញ៉ាំតបានទៅយ៉ាងណាចាអាននេះហើយต้องไปចូល deploy ជួយលើអស់មួយអស់មួយអស់យ៉ាងលោកដាក់ចេះហើយតែតើតែមានតែចិត្តនេះហើយបងជួយជួយដល់ហើយអស់យ៉ាងចេញមួយទៅនេះចូលមកវាទាំង
can online អីបាន deploy ហើយអស់ដែរតែមើលឃើញក្នុងតែ scan អីដែរcomment បន្តិចមកសួរខ្ញុំតទៅមុខទៀត យើង deploy សញ្ញាយើង deploy ហើយយើងអាចមកតេស្តវាលេងនៅកន្លែងនេះខាង deploy contract នេះ deploy contract នេះគឺវាទៅ copy contract របស់យើងយកមកទុកឲ្យស្រាប់ក្នុងកន្លែងនេះនៅខាងឆ្វេងក្រោមនេះអូសចុះក្រោមផុតទៅឃើញ deploy contract យើងអាចបើកវាទៅហើយយើងអាចតេស្តជាមួយ function ដែលយើងមាននៅក្នុងហ្នឹងយើងអាច retrieve data យើងអាច store data អីចឹងក្នុងហ្នឹងដល់ពេលយើង store ទៅគឺនឹងប្រើដូចយើង interact ជាមួយ smart contract មែនតើអញ្ចឹងខ្ញុំក្នុងនេះខ្ញុំ store 19ខ្ញុំ store លេខ19ចូលទៅក្នុង smart contract ហ្នឹងអញ្ចឹងពេលខ្ញុំចុច confirm ទៅវានឹង send data ទៅ smart contract ហើយវាដូចអ្វីដែលយើងធ្វើជាមួយ Ethereum មែនតើអញ្ចឹងគឺវាត្រូវការ pending ត្រូវការអីអញ្ចឹងតែនេះខ្ញុំ send ទៅឥឡូវវានៅជាប់ក្នុង pending ដូចយើង send Ethereum មែនតើពេលយើង interact មួយ smart contract ពេលយើងត្រូវការទិញអីអញ្ចឹងថ្ងៃនេះมันវា finish ហ្នឹងអញ្ចឹងយើងមកមើល transaction របស់យើងមុនហ្នឹងនេះនៅក្នុង indexing ឡើយទេសាក refresh មួយទៀតនេះប្រហែលចាំយូរតិចយើង interact ជាមួយ smart contract លេខ successful ហើយអញ្ចឹងបើយើងចុចទៅមើលឡើង smart contract របស់យើងវិញយើងមើល address smart contract យើងវិញមកគឺយើងឃើញថាមាននេះគេហៅ function នេះ store ចេញពី account របស់ខ្ញុំមក from account របស់ខ្ញុំហ្នឹងហើយហៅ function store ទៅលើ smart contract នេះហើយយើងអាច view detail របស់វាបានតើតមកនេះអីអញ្ចឹងបងសាក store data ថ្មីចូលនៅក្នុង smart contract យើងហើយយើងនឹង sign contract ហ្នឹងសាកដាក់តិចទៅបាទនៅក្នុងនេះដាក់បាន delay ព្រោះ function ហ្នឹងសម្រាប់ save delay ទេហ្នឹងដូចជា data មួយអញ្ចឹងយើងមិនមែន send លុយ send អីហ្នឹងសម្រាប់ save data ក្នុងហ្នឹងទេដល់ពេលដែលយើង store ហើយយើងអាច retrieve វាបានឃើញ19លេខហ្នឹងវា update ទៅជា19ដែរហើយពេលយើងត្រូវការ store លេខថ្មីអញ្ចឹងចុចម្ដងទៀតទៅគឺយើងត្រូវការ sign contract pay gas fee ហើយអីដូចមែនតើហ្នឹងខ្ញុំចុច check ហ្នឹងហើយយើងអាចទៅមើល transaction ទៅមើលអីដូច Goldly មែនដល់ច្រឡំគឺដូច Ether មែនតើហ្នឹងហើយមួយទៀតពេលដែលយើងត្រូវការ set data អីដូចថាយើងបោះ data ឲ្យវា save data save អីនៅលើ smart contract ពួកការ interaction បែបហ្នឹងគឺត្រូវការ gas fee ចាំបាច់ត្រូវការប្រើ gas fee តែបើសិនជាយើងត្រូវការគ្រាន់តែ read data ទេអត់ត្រូវការ gas fee អីទេគឺឲ្យចុចទៅវា read បានខ្លួនឯងយកមកយើងចុចទៅវា read ខ្លួនឯងមកវាអត់មានអស់លុយអត់មានអស់អីទេតែបើយើងសាក update data ឬចង់ save data ថ្មីត្រូវចុចទៅដាក់ gas fee ដល់គេហៅគិត gas fee ទៅនឹងដូចយើង interact ទិញ NFT ទិញអីចឹងយើងទិញទៅយើង pay គេតែពេលយើងត្រូវការមើល NFT មើលអីយើងអត់មានអស់លុយទេស្រកចុចមើល
គាត់ផ្លេចក្នុងទៅវានៅខាង បាទឡើងរីកមក វិញថាថាអូឡើង call ហ្នឹង បាទ retrieve ឡើង retrieve នេះគឺ អាទៅនោះអូ read okay read data យើងទាញ data មក យ៉ា យើងអាចចុចមើលលើនេះក៏បានមាន data នេះ data របស់យើង យ៉ា ឬក៏មើលកន្លែងក្រុមនេះក៏បាន ហ្នឹងអាជួយក្នុងហ្នឹងកន្លែងវាអាតោះគឺកន្លែងដែលយើង write បងអញដាក់លេខ70ដល់ដល់បងអញប្រកាសគាត់តែថាការលើកបានប្រាក់ការខតអានេះក៏អាចទៅលោកថាហ៎ អត់ទេយើងត្រូវការសាញពីយើង អត់បានទេតើយើងចុចមកគេ phishing ហើយយើងទៅចុចបោះគេចាញ់បោកគេចុចតែអាហ្នឹងគឺអត់ចេញទេកំហុសយើងអត់អានជួនកាលពេលយើងត្រូវការ make ត្រូវការធ្វើ transaction ធ្វើអី MetaMask វានឹង confirm របស់យើងរហូតបាត់តែតើយើងអ្នកចុច OK ហ្នឹងព្រោះ MetaMask អត់អាចចុចអាហ្នឹងមកយើងវាអត់ចុចអាហ្នឹងមកយើងវា confirm មកយើងដូចគ្នាហ្នឹងតើយើងចុចមកព្រោះវា MetaMask វា save private key និង public key របស់យើងនៅពេលដែលយើងធ្វើ transaction ត្រូវការ private key អញ្ចឹងតើពួកគាត់មាន private key បានគាត់លើ account របស់យើងបានតែភាគច្រើន private key គឺស្ទាល់លើ MetaMask សតហើយហើយ MetaMask វាអត់យករបស់យើងទៅឲ្យគេប្រើឲ្យញញ៉ៃព្រោះអីមនុស្ស user វាអត់មាន security វាខ្លាំងណាស់តែ private key គឺនៅលើ computer យើងយល់មក MetaMask វា save លើ computer យើងវាអត់ send ទៅក្រៅជិះវាកុំឲ្យយើងលួចអីចឹងណាតើឥឡូវយើង continue ទៅមុខទៀតបន្ទាប់ពីយើងបានយល់ពីរបៀបsmart contract work ហើយវានៅលើហើយតាក់ទងជាមួយ test network របស់ Goerli របស់អីហើយរបៀប deploy របស់វាហើយនឹង interact មួយវាហើយយើងមកមើលពី solidity វិញមក language ទាំងដែលសរសេរ smart contract ហ្នឹងព្រោះអីយើងរៀន basic ពី solidity ទៅសប្តាហ៍ក្រោយទៅយើងនឹងចាប់ដើមយើងនឹងរៀនសរសេរពី ERC20 token អាហ្នឹងជា token របស់យើងផ្ទាល់បើយើងប្រើ project អីរបស់គេក៏គេមាន token ផ្ទាល់របស់គេដែរអាហ្នឹងក៏គេសេលក្ខណៈអញ្ចឹងដែរយើងចាំមកទឹកក្រោយយើងរៀនពីហ្នឹងតែឥឡូវមុននឹងយើងចប់ session ហ្នឹងយើងមករៀនពី language solidity តិចតួចទៅហើយយល់ថា language ហ្នឹងវាមិនហើយមិនអីចឹងនៅនេះមានតែគេ developer ខ្លះអាចធ្លាប់រៀនពី language ដូចជា C ឬ C++ អីប្រហែលស្តៀងព្រោះ syntax វាស្តៀងគ្នាដែរហើយក៏វាស្តៀង JavaScript មានអីដែរវាមាន struct វាមានអីចឹងអ្នកដែលធ្លាប់រៀន language C អីប្រហែលស្គាល់តិចតួចអាចយល់តិចតួចឆាប់ចាប់បានអញ្ចឹង
Lợi dương bảo follow tam đọc bao dương mới cứ tí muối nó không smart contract mới được nhâm bam dỗ chẳng cứ việc thời ca miền version bao việc đấy chứ cá optional lý dân ai đặt license vào việc bàn đối với nông lý chẳng nhưng ai đặt license GPL ấy chẳng nhưng ai copy và kêu phở ban là dương nhận phở license nè rồi dương sau ấy dương ở trong phở license nâng trong từ read luôn ấy thì nâng tỏ dương search mơ luôn ấy search anh ấy thế vì biên license ở MIT bên ấy nhưng ai đặt luôn ấy bàn license nó chỉ là open source rồi ấy giống như ai set luôn ấy mà nâng cái optional thế cái phía trên nhưng xây chào tới còn máu nó là file path cứ dương specified version bo utility compiler ta dương trong thờ version mà này đây là sao lấy dương miền hay đồng IDE ní viết smart ta dương soạn đặt thay và soi tích nó bị load màu rồi chẳng nằm bay specify ta dương thờ version ấy dương thờ phở biệt pragma muối còn máu biệt solidity hay nằm version hay vì miền đôi sinh nhà nó cứ đầm nàng về tha ai phở version son trình bày chất đọc lại rồi rồi phở thầm và dương ấp đại sinh nhà nó mới là dương phở đọc version nằm dùng một đây nó không line một buổi thời gian đòi ở semicolon đi đang đẹp đây hiện trang developer cái đầm ấy hàng này top máu nó không file solidity mùi muối cứ thời tại bên contract mùi nhưng giờ type contract nó below này ngay copy biệt contract nó cứ dương ai đặt cho một lần này cho một contract bao nhiêu nhưng trong thơ bị ấy nhưng trong thơ bị NFT đưa thơ bị ấy là đang set luôn này rồi lấy nhưng mai đặt điểm đạt nó các bạn này nó bị kẹt hai và sẽ ta chỉ mua contract mới làm bày ai dương đang thay contract nó chỉ mua ấy là phần này top máu dương mà mơ bị variable nó không contract mùi không smart contract bao nhiêu nhé smart contract mấy mũi admin variable khó như chớn vì miền un ấy cứ unsigned integer vì chỉ lấy integer mũi này ở miền để hoặc thì số là đo command đấy nhưng tôi lấy đây tôi chỉ pi phải con pi 21 chứ nghe rồi thà dùng phở unt cứ phở u đo pi phải con 21 đặt dùng cái trạng lòng đẹp và bị số nó thầm nào vì sao thầm nào chẳng hiện chán và sinh viên đặt unt cứ việc cất un pi 21 ao hay lấy pi phải con pi 21 chờ mình tên để không mình tên nhưng là đây gọt khai ra này pi phải con 21 này bỏ sân chỉ dương up ở unt nhưng ai đặt integer t các bạn này ở integer t nhưng ai đặt lịch đọ lịch ấy bàn bỏ dương thời un bên đây thằng unsigned integer cứ ai thời lịch đọ bàn này bàn là pi lịch số là thôi đời này chắc cái chị này sầm rạp pi in pi 21 cứ hoặc pi đọ pi phải con pi 21 hoặc đọ pi phải con pi 25 đọ mùi nó bắt thật pi 21 này cái xe không có pi 25 thôi hay đầm bay bạc cá variable mình muối cứ dân cá đòi phở type hơi nhưng bị chạy thay về chữ public rồi có private anh đang public cái anh sẽ bán cái anh mở bán bỏ private cứ miền đặt nông smart contract đấy mở cả per data nông bàn trong bao dương đã public để đọc tới cái anh per data nông bàn được mình chấn dương một mơ lại sau đợt này chấn dương ở bên chạy thay về public private trong này data private này cái ai read bàn này và cái trong list có thời ca call function này làm read bàn chân dương một điểm vẫn dương ai cả variable mua thì thà trong thờ un pi 21 ở unsigned integer pi 21 nhưng ai chạy biệt thay chỉ public ai những ai một vi mùi number chẳng ai những ai đặt lệnh vi bàn người thà ao sâu đi vào lệnh mà thế nó sẽ chặt dưỡng anh chỉ là biệt các variable để nông solidity nông smart contract dương rồi dương ai in thấy bạch đã đi các bạn bạch đã public rồi gọi private đi có việc score đây tại vì trong đại ban trong auto mà có đặt cái chọn cứ cái private đây copy nắng dương miền thì type một tiết type address nắng cứ sầm rạp whole address này vì address bao nhiêu theo vì integer dương ai whole address ban thì nó nâng đôi
យើងអាច type address ហើយយើងអាចបញ្ជាក់វាជា public ជាអីហើយមិនយើងដាក់ឈ្មោះវាអញ្ចឹងយើងអាចមិនបាច់ដាក់ public ទេយើងដាក់ private ក៏បានហើយដាក់ owner អញ្ចឹងទៅឧទាហរណ៍ថាយើងត្រូវការ save ថា owner address owner ហើយយើងអាចប្រើ save ដោយ address យើងធម្មតាអញ្ចឹងយើងអាចដាក់address របស់ខ្ញុំចូលហ្នឹងក៏បានតែវាស្គាល់ហើយ address ហ្នឹងជួនកាលនៅក្នុង smart contract មែនតើគឺគេអាច save address នេះដើម្បី send លុយ send អីទៅគ្នាទៅវិញទៅមកឬក៏ send token send NFT អីចឹងហ្នឹងគឺគេប្រើ variable នេះដើម្បី store ហ្នឹងព្រោះ address នេះលេខវាយើងច្រើនណាមើលលេខវាដោយសារតែវាប្រើ10ប្រើគោល16មិនដូចយើងពួក integer នេះប្រើគោល10លេខគោល10អានេះប្រើលេខគោល16អញ្ចឹងទៅគឺយើងចង់ប្រើវាបញ្ជាក់វាជា address អញ្ចឹងទៅហើយបន្ទាប់ពីហ្នឹងវាមាន boolean value ហ្នឹងគឺមានតម្លៃពិតឬមិនពិត either true or false មានតែ2 value ហ្នឹងឯង boolean ហ្នឹងមានតែ2 value ហ្នឹងគត់គឺមានតែពាក្យថាពិតឬអត់ពិតទេអញ្ចឹងយើងអាចដាក់វាថា bool ហ្នឹងយើងអាចបញ្ជាក់វាថាវាជា true ឬក៏វា false ហ្នឹងមានតម្លៃ2ហ្នឹងមានតែ2តម្លៃអាច change វាកើតមានតែ true ហើយ false ហ្នឹងយើងហើយបន្ទាប់ពីហ្នឹងបន្ទាប់ពី variable type variable អីយើងមកមើលពី array មួយ string មួយទៀតហើយចាំមកមើល function មួយ loop ក្រោយ array ក៏ជា array string ក៏ជាប្រភេទ variable មួយជាប្រភេទ data type មួយដែរហើយវាមានជាយើង save វាជា variable អីដែរដូចនេះយើងចង់បង្កើត string មួយយើងអាចបង្កើតវាដោយប្រើ data type ពាក្យថា string ហើយតមកប្រាប់ថាវា private ឬ public ហើយបន្ទាប់មកយើងដាក់ឈ្មោះឲ្យវាយកឈ្មោះហ្នឹងដាក់សេចក្ដីយើងឲ្យតែជាអក្សរហើយអាចមាន underscore ឬសញ្ញាដកចេះបានតែអត់ឲ្យប្រើលេខអត់ប្រើអីអត់ឲ្យប្រើ symbol នេះប្រើឬក៏ប្រើលេខឬក៏ប្រើលេខប្រើអីបើលេខយើងដាក់ពីក្រោយបានតែដាក់ពីមុខក៏បានដែរអាហ្នឹងរបៀបប្រកាស variable អញ្ចឹងហើយមួយទៀតគឺ array array គឺជា data type មួយប្រភេទ data វាដាក់គេដែលវាអាច hold បាន value ច្រើនដូច data type នេះអញ្ចឹង variable មួយអាច hold តែ value មួយឯងបើសិនយើងដាក់ grade មួយមានន័យថាយើង hold បានតែ value នេះមួយឯងយើងអាច change វាឬ add វា time បានទេបើសិនជាយើង change វាគឺ change ទាំងអស់យើងហ្មងហើយក៏ដូចពួកនេះដែរគាត់តែ value មួយតែបើសិនជាយើងចង់ store value នឹងច្រើនឧទាហរណ៍ថាយើងត្រូវការ store address របស់ customer យើងនៅលើ smart contract ហ្នឹងអញ្ចឹងយើងត្រូវតែប្រើ array យើងប្រើ array ដើម្បីប្រើ array បញ្ជាក់ថា data type ហ្នឹងជា array គឺយើងប្រើសញ្ញាឃ្នាបនេះពីក្រោយថា data type របស់យើងអញ្ចឹងខ្ញុំចង់ store address ជា array address របស់ customer ខ្ញុំជា array ឬក៏ជាអីអញ្ចឹងមកបញ្ជាក់វា public ហើយខ្ញុំឲ្យឈ្មោះវាថា customer ឬក៏ student អីហ្នឹងខ្ញុំដាក់ចេះហើយខ្ញុំអាចប្រើឃ្នាបនេះវិញដដែលហើយខ្ញុំ store address ចូលនឹងបាន store address ទៅយើងអាច add time add អីបានរហូតយើងអាច add time យើងអាចដកចេញឬក៏ចង់ remove ហ្នឹងអីសេចចិត្តលើយើងហើយគេក៏អាចយើងដាក់ public ចឹងគេអាចទិញបានគេដឹងថាណាគេខ្លះជា customer ជា student ឬ customer អីហ្នឹងសេចលើយើងទេយើងចង់ store បាន store សេចចិត្តយើងហើយអាហ្នឹងជួនកាលអ្នកខ្លះគេ array ហ្នឹងគេច្រើនគេប្រើ store address ប្រើ store អីហ្នឹងពីទួយចឹងនៅលើ data លើ smart contract ហ្នឹងដើម្បីគេអាចព្រិចបានទាំងអស់គ្នាឬអីហើយវាមានការងាយស្រួលអីហ្នឹងក្រៅពីនេះក្រៅពី string array ហើយយើងមកមើលfunction វិញ function loop និង fl ហើយហ្នឹងខ្ញុំយើងអត់យកអត់អីទេអាហ្នឹងចាំអត់ទៅក្រោយឲ្យមាន detail ចូលទៅអានេះសារ basic តិចហើយយើងបានស្គាល់ព្រោះចិត្តដល់ម៉ោងដែរនៅក្នុង smart contract មួយគឺគេមាន function ហ្នឹងឯងជារបៀបដែលអ្នកដទៃគេអាច interact ជាមួយ smart contract របស់យើងបានបើមិនយើងប្រកាសតែ array ចោលទេប្រកាសតែ variable ចោលទេគេអត់មានធ្វើអីកើតទេអាហ្នឹងបានតែ read data រក read ហ្នឹងអត់មានធ្វើអីកើតក្នុង smart contract ហ្នឹងគេមានធ្វើអីកើតអញ្ចឹងដើម្បីឲ្យ smart contract យើងគេ interact បានគឺយើងប្រកាស function
function នីមួយៗគឺផ្ដើមដោយពាក្យ function ហើយបន្ទាប់មកឈ្មោះរបស់ function ហ្នឹងខ្ញុំសុំសេម្ដងទៀតអញ្ចឹង function មួយអាចផ្ដើមដោយពាក្យ function យើងសរសេរនេះហើយយើងចុច tab ទៅវាមកវិញវា function ហើយឈ្មោះ function របស់យើងអាចដាក់ឈ្មោះអីក៏បានដែរ set name អីក៏បានឈ្មោះ function យើងត្រូវភ្ជាប់ដោយមុខកញ្ចក់មួយដែលមុខកញ្ចក់ហ្នឹងគឺវាអាចទទួលគេហៅថា parameter ឬ argument ដូចថាយើងចង់បាន data អីមួយដែល user យើងបោះឲ្យឧទាហរណ៍ថាពេល user call ហៅ function ហ្នឹងយើងចង់បាន address ឬក៏ចង់បានលុយឬចង់បានអីដែលពី data ដែល user បោះឲ្យអញ្ចឹងយើងអាចប្រើ parameter ហ្នឹងហើយប្រើ argument អញ្ចឹងដូចនេះដូចកន្លែង storage នេះ storage នេះយើងមើល function store នេះយើងមើល function store វា store គឺទទួល variable មួយណាំហើយដល់ពេលយើងយកអាហ្នឹងហើយយើងយកមក save ចូលក្នុង variable របស់យើងវិញអានេះ data value ដែលយើងអ្នកបោះទៅបើយើងទៅមើល like deploy contract ក៏ឃើញអញ្ចឹងដែរគឺទទួលយកលេខមួយតែ function នេះ store function store ហ្នឹងគឺទទួលយក data មួយលេខហើយចំពោះ function retrieve វាអត់មានទទួល variable អត់មានទទួល parameter ឬ argument នេះទេអញ្ចឹងវាអត់មានត្រូវការ save ไว้ like នេះទេបើសិនជាវាត្រូវការទទួលវាដាក់ like នេះឲ្យអញ្ចឹង back មកនេះវិញបន្ទាប់ function យើងវាហើយបន្ទាប់ពី function មួយវាមាន access key ច្រើនតិចហើយអា key មួយហ្នឹងវាមានន័យអត្ថន័យរបស់វាទៀតដូចថា function យើងធម្មតាយើងត្រូវការថា store value store អីយើងអាចគ្រាន់តែដាក់ថា public ទេបានហើយ public ទេមានន័យថាយើងត្រូវការវាមិនមែនជាប្រភេទ function នេះណារបៀប function វាមានពីរប្រភេទ function ទី1គឺយើង read data function ទី1មួយទៀតគឺយើង save data ពួកប្រភេទ function save data យើងប្រើភាគច្រើនយើងប្រើតែ keyword public មួយដើម្បីបញ្ជាក់ថា function ហ្នឹង public អ្នកដទៃអាចហៅបានយើង like នេះខ្ញុំឧទាហរណ៍ថា set number ចុះទទួលយក unsigned integer មួយដែលមានឈ្មោះ number ឈ្មោះ num ចឹងហើយខ្ញុំអាច save data ដូច save មុនហ្នឹង number ស្មើ num ហ្នឹងទៅអាហ្នឹងខ្ញុំ save data លើនេះលើ variable នេះតែបើថាឧទាហរណ៍ខ្ញុំត្រូវការ read number ដូច read អានេះអញ្ចឹងយើងប្រើពាក្យ function ដដែលហើយយើងអាចដាក់ឈ្មោះក៏បានដែរដាក់ retrieve ដូចអាមុនក៏បានអត់អីទេបន្ទាប់មកយើងបញ្ជាក់ថា function ហ្នឹងប្រភេទ private ឬក៏ public បើ private អត់មានតែគេហៅបានទេអ្នកក្រៅហៅបានមកអញ្ចឹងprivate មានតែ smart contract ហ្នឹងហៅបានកូដនៅលើ smart contract ហ្នឹងប្រើបានដល់ក្រៅពីហ្នឹងប្រើច្រើនទេពេលចង់ឲ្យគេប្រើបានអញ្ចឹងយើងប្រើ public ហើយមាន keyword មួយទៀតមាន view ហើយ return keyword ពីរនេះគឺបញ្ជាក់ទៅលើតែ function ណាដែលអត់ read data function ដែលអត់ច្រឡំមក function អត់ read data ជា function ណាដែលអត់ store data ទេអញ្ចឹងមានថា function ហ្នឹងគឺសម្រាប់តែ read data គត់មកសម្រាប់តែ read data គឺយើងត្រូវបញ្ជាក់ keyword ពីរហ្នឹងយើងបាច់តន់ឆ្ងល់ថា keyword អីស្រាប់យើងចាំចំណាំតិចទៅមកឃើញ keyword ឡើងហ្នឹងមកឃើញពាក្យឡើងហ្នឹងបន្ទាប់ពី public ហ្នឹងគឺ function ហ្នឹងសម្រាប់តែ read data ហ្មងយើងអាច save data ចូល function ហ្នឹងបានហើយប្រើបោះ data មកឲ្យបានហើយវាមានពាក្យ keyword ច្រើននេះហ្នឹងទៀតតែយើងអត់ចង់ចូលជ្រៅពេកយើងមករៀនធំហ្នឹងហើយបន្ទាប់ពីហ្នឹងច្រឡំ view មានថា view return នេះគឺគេចង់និយាយថា return ហ្នឹងអាច return នេះគេអាច function ហ្នឹងពេលយើងហៅទៅវាយើងទទួលបានអីមកវិញបើមិនយើងដាក់ return ទៅទេអញ្ចឹងន័យថាគ្រាន់តែ call អត់មានបានអីមកវិញទេតែបើយើងបញ្ជាក់ថាដល់ពេល call ទៅយើងទទួលបាន string អីមកយើងទទួលបាន string មកវិញអញ្ចឹង string hello អីយ៉ាងទៅsorry ចាំតិចគេមក back មកឡើយនេះគឺ
dương chạy tha function ní ở bên giờ dương call tới cứ từ tua ban string bị tha hello mà mình vì miền tập năng ngày này return này bà sân chỉ dương ở đạn đi tế cứ vì ở miền return đấy cứ dương đạn return này rồi đặc ban là hai ở miền ban ấy mà mình ở miền ban đặt tài mà mình chẳng mà dương mưa lại môn ní có kê xe chẳng nên gì ví dụ return thôi dạ tha cái return lên một mình chẳng cái return lên một mình bây giờ tác là dân khơi nạp bây giờ cho tới cái return lên một mình mà lên năm buồn dân trong chạy tha dân trong return ấy chẳng dân xe tạm năng từ ngày ní dân định toàn bạch cho loop tới loop hiện nhảy với if else ấy chẳng dân sợ hiện thầm năng sấn phân dịch link được miền được nông đi trong add resource cho nông đi đấy có là cái thời ca trong mưa open dịch link research ERC 20 rồi NFT nó chẳng có cho tầm mưa tí đấy bả em lại nè còn nó đi đôi bàn phép hỏi với mình muốn này bà ai tập bây giờนี่อันนี้ฟังก์ชันของ React ที่เขาบอกว่าประกาศออโต้มัสเมทเนี่ยแต่ตอนมันให้ไม่จะยืนโยนเปลี่ยนมันยืนแบบที่เรียกเซกันยืนโยนเฉยให้ยืนถ่ายการสมัครตอนตลาดที่โอนที่ไทยหรือยืนโยนต่อเขาต้องยืนโจตึกมีคงมีบางเช่นเซลล์ต่างๆก่อนได้เวียนฟังก์ชันเสริมด้วยยืนเซลล์ไหนตัวเยอะบ้างđây là nhờ những hiện vô thầm variable và type data type của variable này hay là function sẵn ngày nắng hay tất khỏi dân hiện if else là for loop tính hết dân chấp đam say ERC 20 token một dân hay deploy bây giờ những ní dân ai code ní còn nhóm ai compile hay vô tịch tay bàn này không bị bành hay phải đặt cái việc keyword memory ini dia klik bat expected type mình click anh phải ca keyword đây này cái chấm được một hộp làm được khỏi click bat đây anh thấy return nó keyword chẳng thể thấy cái cam memory string này giờ return anh trong bạn return income down nó xuống chứ return lấy com đá xuống chứ là return string nó hình nhảy tí chẳng dừng ai compile bán hay ai một test lên bán code năng mình dừng deploy là local dừng tới ní cho ta ní sở variable là dân cả cái con này hay bởi sao tại dân đặt public tới dân mà mượn lấy bàn public number mượn bàn té anh này cái thiếu number ní giờ đặt public với private nông đi âm miền này dân mượn khơi hay đây ní function set number function retrieve ấy cứ miền được nông đó bây giờ dân compile từ code tẹt tông mình đắng chẳng như ai data ai bàn mà xem những cell variable ấy những đã public tới những ai data bàn còn này bây giờ deploy how nhé đợtนี้ยัง ai set number set ai bàn người ta nhóm set number thay chứ chụp set tới rồi nhưng mà check mưa number chứ cứ load tạm đồng đài cái này function dương set chuồng này chẳng là đi retrieve mất đợt trên tờ lệnh mùi thì nhưng return tờ lệnh mùi chẳng tất khỏi nhưng châu trời nhưng đang tích châu hiện pi if else for loop hơi mùi tiết tẹt tôn cho mùi năng string đi vì hiện trời để ra đà việt thời ca tẹt tôn cho mùi năng memory tẹt tôn cho mùi storage đây nhớ đôi lại nhớ về thời ca return string thời đặt string memory cho lòng mình xây memory string cho mình kèm
chẳng chăm hiện mới tiếp tẹt tôn như mùi năng caធ្វើ data push pop ជាមួយនឹង array ហើយតែយើងត្រូវការ save ដូចជាអីចឹងហើយបើយើងទៅនេះយើងអាចមករៀនថែមបន្តិចទៅបើសិនណាសូវយល់ឬអីអាចមកមើលអានេះថែមបន្តិចទៅក្នុង documentation យើងព្រោះឥឡូវដល់ម៉ោងដែរខ្ញុំអត់អាចចូលច្រើនពេកចឹងមានថ្ងៃហ្នឹងមានតែប៉ុណ្្នឹងឯងណាគេមានចម្ងល់មានអីអាចសួរបានហើយមុនយើងទៅមានចម្ងល់តាក់ទងជាមួយនឹង solidity ឬអី remake របស់យើងដែលយើងធ្វើថ្ងៃហ្នឹង